បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការផ្លាស់ប្ដូរ password Wi-Fi ម្ដងទៀតណាបាទអញ្ចឹងខ្ញុំបានប្រាប់បងប្អូនពីមុនមកហើយប៉ុន្តែគាត់ថាគាត់ចូលអត់បានមូលហេតុអីបានចូលអត់បានដោយសារតែបាទដុំ Wi-Fi ខ្លះយើងអាចប្រើ 192.168.1.1 បានទេវាមាន address ច្រើនអញ្ចឹងវាមាន 192.168.100.0 បាទហើយ address មួយផ្សេងទៀតវាមាន 192.168.0.1 ហ្នឹងក៏មានដែរអញ្ចឹងចំពោះដុំ Wi-Fi យើងអាចប្រើ address បាទ 192.168.1.1 បានទាំងអស់ទេអញ្ចឹងវា address របស់វាបាទវាមានច្រើនអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការផ្លាស់ប្ដូរបាទដុំ Wi-Fi 6ដុំ Wi-Fi 6ណាបាទតែ smartphone គេកំពុងតែល្បីអញ្ចឹងបាទមុនដំបូងដែលខ្ញុំត្រូវទៅផ្លាស់ប្ដូរ password Wi-Fi ឬក៏ឈ្មោះអញ្ចឹងខ្ញុំត្រូវភ្ជាប់ Wi-Fi នឹងជាមុនសិនបាទអញ្ចឹងចំពោះ Wi-Fi នេះបាទអត់មានទាំងឈ្មោះអត់មានទាំងអីទាំងអស់អញ្ចឹងណាអញ្ចឹងខ្ញុំត្រូវការដាក់ password ហើយនឹងឈ្មោះខ្លួនឯងសាថ្មីអញ្ចឹងបងប្អូនចូលទៅក្នុងណាក៏បានដែរបាទចូលក្នុង Chrome Safari ឬក៏អីក៏បានដែរឥឡូវខ្ញុំចូលទៅក្នុង Edge បាទបាទអញ្ចឹងខ្ញុំចូលទៅ search វាទៅបាទខ្ញុំវាយពាក្យ 192.168.1.1 បាទខ្ញុំចុចបញ្ជូនអញ្ចឹងបើសិនជាវាលោតចេញបែបនេះបាទបងប្អូនចុចកន្លែង Advanced ក្រោមគេហើយបន្ទាប់មកបាទវាមានពាក្យកន្លែង Continue to 192.168.1.1 Unsaf អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបាទអញ្ចឹងវាលោតចេញបែបនេះបាទបងប្អូនវាយពាក្យថា admin ក្រោមក៏ admin ដែរ admin ដូចគ្នាណាបាទបើសិនជាខុសចន្លោះអីបងប្អូនហើយសូវាដើម្បីមើលបន្ថែមទៀតមកបាទអញ្ចឹងយើងចុចពាក្យថា login មកបាទអញ្ចឹងវាចេញបែបហ្នឹងបងប្អូនបាទចំពោះ alert នេះដូចដែលខ្ញុំធ្លាប់ប្រាប់វីដេអូមុនអញ្ចឹងចំពោះ alert នេះយើងកុំប៉ះវាស្អីអានេះលេខចំណាំរបស់ដុំរបស់យើងដុំ Wi-Fi របស់យើងណាអញ្ចឹងយើងមកមើលក្រោមគេវិញនេះក្រោមនេះអញ្ចឹងបងប្អូនបាទដាក់ឈ្មោះអីអាលើហ្នឹងណាលើយើងដាក់ឈ្មោះអីគេថាខ្ញុំដាក់ឈ្មោះបាទខាន់ពុតធីបាទអញ្ចឹងចំពោះ password Wi-Fi យើងដាក់ក្រេទៅយើងស្រួលចាំអញ្ចឹងខ្ញុំដាក់ក្រេ8ក្រេ9បាទ4 1 2 3 4ក្រេ8ក្រេ9ណាអ្វីដែលបងប្អូនកុំភ្លេចខ្ញុំដាក់2បាទពីមកយើងចុចពាក្យថា finish អញ្ចឹងចាំបន្តិចទៅបាទតោះវាចេញពាក្យថា finish ហើយបងប្អូនរងចាំប្រហែលជាមួយសន្ទុះវានឹងបាទ Wi-Fi ដែលយើងបានភ្ជាប់ហ្នឹងណាវាឲ្យយើងភ្ជាប់សារថ្មីបងប្អូនចាំវាបន្តិចទៅវានឹងលោតដាច់បាទអញ្ចឹងនេះលោតដាច់ហើយអញ្ចឹងបងប្អូនទៅភ្ជាប់សារថ្មីមកយើងទៅភ្ជាប់ Wi-Fi សារថ្មីណាបាទនេះឈ្មោះខាន់ពុទ្ធីអញ្ចឹងបើបងប្អូនចូលទៅបាទវាលោតចេញឲ្យយើងបញ្ចូល password បាទចុចលើឈ្មោះហ្នឹងទៅវាលោតឲ្យយើងបញ្ចូល password អញ្ចឹងយើង copy អា password ដែលយើងបាន copy មុនហ្នឹងមកដាក់លើ password ហ្នឹងមកវាភ្ជាប់ឲ្យយើងបាទនេះបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំបានភ្ជាប់ហើយបាទគឺវា load connect ឲ្យយើងភ្ជាប់អីធម្មតាឈ្មោះអីធម្មតាអញ្ចឹងណាអញ្ចឹងបងប្អូនអាចយកទៅសារបាទបដូរបានចំពោះដុំ Wi-Fi ZTE ហើយនឹងដុំ Wi-Fi 6របស់ smartphone ណាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត